មើលទៅមើលថាម៉ាក់ស្អាតប៉ុណ្ណាជាមួយរៀងនឹងក្បាលម៉ាក់តាអ្នកកំពុងច្រៀងអ្វីអ្នកគឺជាប្រធានដ៏ថ្លៃថ្នូររបស់ Girl Group នៅពេលរសៀលខ្ញុំទើបតែចុះហត្ថលេខាលើការបញ្ជាទិញតម្លៃរាប់ពាន់លានដុល្លារនៅសមាគមដងពេលរសៀលខ្ញុំអង្គុយនៅផ្សារបន្លែហើយសម្រាប់ត្រីតើអ្នកក្រុងនឹងធ្វើអ្វីដើម្បីស្វែងរកភរិយានិងភរិយាតើអ្នកអាចមើលឃើញតាមរយៈចិត្តមនុស្សដោយការប្រយុទ្ធដ៏ធំបែបនេះហើយមិនមានថ្នាំខ្លាំងនោះតើនារីជុំវិញអ្នកទាំងអស់និយាយថាមិនរៀបការទេលុះត្រាតែអ្នកជាអ្នកនាំពួកគេមកទីនេះម្ដងមួយនៅថ្ងៃនេះចូលនិយាយថាម្ដាយរបស់ខ្ញុំធំឡើងនៅលើឆ្នេរមឹកយើងក្រីក្រណាស់ចុះបើយើងទាំងអស់គ្នាភ័យខ្លាចទៅអ្នកដែលរត់គេចមិនមែនមកពីគ្រួសារយើងទេហេតុអ្វីបានជាអ្នកមិនខ្ញុំខ្លាចថាបន្ទាប់ពីខំប្រឹងអស់ហើយគ្មានអ្នកណាហ៊ានទេកូនប្រុសរបស់អ្នកពិតជានឹងនៅលីវប្រសិនបើអ្នកទទួលបានការទូទាត់ជាសាច់ប្រាក់វាពិតជាអាក្រក់ជាងការនៅលីវដល់ទៅ10,000 ដងខ្ញុំនឹងហៅអ្នកទី1ឥឡូវនេះគេឆេងហ្គានហេតុអ្វីបានជាអ្នកនាំខ្ញុំទៅកន្លែងបែបនេះក្លិនត្រីខ្លាំងពេកត្រឹមតែ2ជំហានទៀតយើងនឹងទៅដល់ទីនោះម៉ាក់ខ្ញុំនៅខាងមុខគុំប្រាប់ខ្ញុំថាអ្នកណាអង្គុយលើលីម៉ូផ្លាស្ទិកនោះជាម្ដាយរបស់អ្នកនោះជាម្ដាយរបស់ខ្ញុំតើអ្នកលេងសើចទេតើអ្នកមិនបាននិយាយថាគ្រួសាររបស់អ្នករស់នៅក្នុងតំបន់វីឡាទេហេតុអ្វីបានជាម្ដាយរបស់អ្នកលក់ត្រីខ្ញុំសុំទោសថេគ្រួសារខ្ញុំពិតជាមិនបានបោកប្រាស់លុយរបស់អ្នកទេម្ដាយរបស់ខ្ញុំលក់មកពេញមួយជីវិតដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំគេឆេងហ្គានមានអ្វីមួយខុសឆ្គងក្នុងខួរក្បាលរបស់អ្នកកុហកខ្ញុំជាយូរមកហើយបងប្រុសរបស់មិត្តល្អបំផុតរបស់ខ្ញុំបានរៀបការយ៉ាងសប្បាយរីករាយហេតុអ្វីខ្ញុំគួរខ្មាស់នៅទីនេះជាមួយអ្នកនាងជាអ្នកមីងហើយមិនមានសមត្ថភាពធ្វើឲ្យអ្នកសើចឡើយលោកយាយជាការល្អដែលអ្នកដឹងខ្ញុំមិនមើងងាយមនុស្សទេប៉ុន្តែខ្ញុំមិនអាចជែកដេញដល់លើ Benton ដូច្នេះអ្វីដែលអ្នកចូលចិត្តគឺមិនមែនមនុស្សម្នាក់នេះតតែសោះអ្នកជាមនុស្សឆោតល្ងងហើយទំនាក់ទំនងដោយគ្មានលក្ខខណ្ឌសម្ភារៈគឺឥតប្រយោជន៍ម៉ាក់ប៉ុន្តែខ្ញុំពិតជាមិននឹកស្មានថាខ្ញុំមិនអាចសំបីតែ5នាទីយកល្អគួរតែចេញឲ្យទាន់ពេលដើម្បីកុំឲ្យខាតពេលតោះហើយអ្នកបន្ទាប់ម៉ាក់នេះជាមីងហេមែនស្រីល្អរបស់បងអូនមកដល់ហើយក្តៅណាស់មីងអញជួលតុបនេះឬទិញហ៊ីមែនហេតុអ្វីបានជាអ្នកសួរបន្ទាប់ពីយល់ច្បាស់ពីស្ថានភាពហើយបើអ្នកពិតជាចង់រៀបការមែនទាំងនេះគឺជារឿងដែលអ្នកត្រូវប្រឈមមុខតើអ្នកនឹងរស់នៅជាមួយយើងនាពេលអនាគតទេតើយើងនឹងចែកចាយការរស់នៅដោយរបៀបណាតើអ្នកណានឹងធ្វើម្ហូបពេលខ្ញុំមានកូនយាយរបស់ខ្ញុំតែងមើលថែជារៀងរាល់ថ្ងៃតើអ្នកអាចជួយមើលថែនាងបានទេបើអ្នកមិនរវល់អ្នកនៅតែត្រូវការយើងមើលថែមនុស្សចាស់ភាពតានតឹងនឹងនៅលើក្បាលរបស់យើងហ៊ីលូអ្នកចាត់ទុកម្ដាយរបស់អ្នកជាបន្ទុកនេះគឺជាអាពាហ៍ពិពាហ៍ពិតប្រាកដការរៀបការមិនមែនសំដៅលើការស្រឡាញ់គ្នានោះទេគឺសំដៅលើការរស់នៅប្រកបដោយសុភមង្គលម្ដាយរបស់អ្នកលក់ត្រីហើយមិនមានប្រាក់ចំណូលស្ថិរភាពនាងក៏កាន់តែចាស់ទៅហើយនឹងជិះមិនផុតពីការចំណាយនៅពេលតើអ្នករកបានប៉ុន្មានក្នុងមួយខែតើអ្នកអាចដោះស្រាយវាបានទេតើអ្នកនៅទីនេះដើម្បីជួបម្ដាយរបស់ខ្ញុំឬដើម្បីពិនិត្យមើលកាននេះតើអ្នកមិនអាចទូទាត់កាននេះដោយរបៀបណាខ្ញុំមិនសុំអ្នកធ្វើជាអ្នកមានទេមីងឲ្យខ្ញុំទ្រាំនឹងសម្ពាធពីគ្រួសារទាំងមូលខ្ញុំនិយាយដោយផ្ទាល់ហើយយកវាចេញពីចិត្តរបស់ខ្ញុំវាមិនអីទេក្មេងស្រីមានការគិតឆេងយើងមិនសមនឹងអ្នកទេការធ្វើខ្លួនជាមនុស្សកតញ្ញូជារឿងល្អប៉ុន្តែខ្ញុំមិនមានការប្រកេកបងថ្លៃកតញ្ញូរបស់អ្នកទេមនុស្សគ្រប់រូបត្រូវរស់នៅដោយខ្លួនឯងជាមុនសិនម៉ាក់ម្នាក់នេះល្អជាងអ្នកទី1ទៅទៀតទី1ឃើញថាអាម៉ាស់ហើយមួយនេះថ្លៃពេកម្នាក់ចាត់ទុកខ្ញុំដូចជាស្នាមប្រឡាក់ហើយម្នាក់ទៀតចាត់ទុកខ្ញុំជាបន្ទុកកូនឲ្យកុំបាក់ទឹកចិត្តមនុស្សដែលចាត់ទុកអ្នកដោយស្មោះនឹងមិនខ្លាចក្លិនត្រីនោះទេជឿញួនខ្ញុំមិនបានប្រាប់អ្នកពីការពិតអំពីអ្វីមួយពីមុនអ្នកមើលទៅអាក្រក់ណាស់អ្នកខ្លាចខ្ញុំរត់ចេញស្ថានភាពគ្រួសារខ្ញុំពិតជាមិនល្អទេម្ដាយខ្ញុំលក់មឹកនៅផ្សារបន្លែខ្ញុំខ្លាចថាអ្នកនឹងមើលងាយខ្ញុំនៅពេលអ្នករកឃើញអ្នកណាដែលខ្ញុំមើលងាយគឺអាស្រ័យលើមនុស្សអ្វីដែលខ្ញុំធ្វើគឺមិនផ្អែកលើមនុស្សនោះទេម៉ាក់នេះជាមីងស៊ូនួនស៊ូស្ដីខ្ញុំឈ្មោះឆញូតើអ្នកបានទទួលទានអាហារថ្ងៃត្រង់ហើយឬនៅមិនទាន់ខ្ញុំមានបាយសពេលព្រឹកគ្រាន់តែកម្ដៅវាឡើងតើម៉ោងប៉ុន្មានគ្រាន់តែញ៉ាំអាហារដែលនៅសល់វាក្ដៅណាស់អ្នកមិនអាចរងចាំបានទេអង្គុយនៅទីនេះសម្រាប់ត្រីដៃរបស់អ្នកពោពេញដោយទឹកបើអ្នកញ៉ាំមិនបានល្អអ្នកនឹងគ្មានកម្លាំងវាមិនល្អសម្រាប់ក្រពះរបស់អ្នកនិយាយតើអ្នកតែងតែសហការគ្នាទេអ្នកនៅម្នាក់ឯងដរាបណាអ្នកបំពេញក្រពះរបស់អ្នកមានរបស់ជាច្រើនដែលតម្រូវឲ្យមនុស្សម្នាក់ញ៉ាំឲ្យបានល្អអ្នកមិនអាចបោកកែឆេងហ្គានបានទេជាធម្មតាអ្នកខ្វល់ពីអាទេមីងឯងជាកូនប្រុសមិនមែនអ្នកចិត្តខាងទេមីងនៅទីនេះសម្រាប់ត្រីនិងកោសក់ទាំងព្រឹកអ្នកមិនដឹងថានាងញ៉ាំឬអត់ទេតើអ្នកអាចខ្លាចជាកូនប្រុសដោយរបៀបណាកុំបន្ទោសនាងរវល់ជាមួយការងារយាយកុំការពារគាត់នៅពេលកូនរបស់អ្នកកាន់តែចាស់អ្នកគួរតែចេះអាណិតឪពុកម្ដាយរបស់អ្នកហើយកុំបណ្ដោយឲ្យកូនបន្តនៅម្នាក់ឯងទៀតកូនស្រីគិតថាខ្មាស់គេរៀបការជាមួយខ្ញុំព្រោះខ្ញុំក្រំម្លេះខ្ញុំសម្រាប់ត្រីនៅផ្សារគួរឲ្យខ្មាស់អៀនក្នុងការក្រីក្រវាមិនខ្មាស់អៀនទេក្នុងការញ៉ាំដោយដៃរបស់ខ្ញុំវាគួរឲ្យខ្មាស់អៀនខ្ញុំគិតថាវាជាការអាម៉ាស់សម្រាប់ឪពុកម្ដាយរបស់ខ្ញុំក្នុងការខិតខំប្រឹងប្រែងចុះបើខ្ញុំអូសអ្នកចុះទៅថ្ងៃមុខយ៉ាងម៉េចតើគ្រូសានិយាយអ្វីដើម្បីទាញអ្នកចុះអ្នកគឺជាម្ដាយរបស់ឆេងអែនហើយខ្ញុំនឹងគោរពអ្នកចាប់ពីពេលនេះទៅបងស្រីសូមរងចាំខ្ញុំនឹងត្រឡប់មកវិញភ្លាមឈឺញួនតើអ្នកទៅណាគុំសួរមីងល្អម៉ាក់នាងក៏ទៅដែរនាងបានសុំឲ្យយើងរងចាំតោះចាំអីទៀតម៉ាក់គិតដល់មីងនេះម៉ាក់ខុសពីពីអ្នកផ្សេងទៀតបើនាងចង់ចាក់ចេញនាងមិនសួរខ្ញុំថាញ៉ាំអីទេយាយខ្ញុំមកវិញហើយអ្នកអាចយកម្ហូបនេះជាមួយអ្នកខ្ញុំរត់ចេញទាំងញើសគ្រាន់តែទិញរបស់នេះខ្ញុំបាននាំនឹងព័ត៌មានឧស្សាហកម្មដែលអ្នកបានស្នើសុំលោកកអ្នកណាយល់ឈឺញ័រនាមត្រកូលរបស់ម្ដាយខ្ញុំគឺមីងហ្គាតើអ្នកមិនមែនជាអ្នកលក់ត្រីមែនទេកូនឲ្យចូលយើងស្គាល់គ្នាម្ដងទៀតខ្ញុំឈ្មោះកេយ៉នជាប្រធានក្រុមប្រឹក្សាភិបាលនៃ Gesedi Group អភិបាលក្រុងដងខ្ញុំបានរៀបចំតុបមឹកនេះសុំទោសខ្ញុំបានសុំឆេងអិនថៃរក្សាអ្នក
ខ្ញុំបាននាំនាងមកទីនេះដើម្បីមើលថាអ្នកណាប្រព្រឹត្តចំពោះនាងដោយស្មោះហើយអ្នកណាខ្វល់តែពីលុយរបស់គ្រូសាយ៉ាដូច្នេះអ្វីដែលអ្នកទើបតែនិយាយគឺគ្រាន់តែសាកល្បងខ្ញុំកែឆេងយ៉ាងអ្នកទៅឆ្ងាយពេកហើយស្នេហាគឺសម្រាប់ការចុះសម្រុងគ្នាមិនមែនសម្រាប់ការសាកល្បងទេខ្ញុំដឹងថាវាខុសជាងដូចជាពេលដែលខ្ញុំឃើញស្រីពីរនាក់ដំបូងម្នាក់ក្នុងចំណោមពួកគេគិតថាខ្ញុំធំក្លិនត្រីហើយខ្ជិះខ្ជីលុយអ្នកគឺជាមនុស្សតែម្នាក់គត់ដែលបានឃើញថាខ្ញុំមិនបានបរិភោគប្រតិកម្មដំបូងរបស់អ្នកគឺមិនមានអារម្មណ៍ថាពិបាកចិត្តទេប៉ុន្តែធ្វើឲ្យខ្ញុំញ៉ាំសណ្តែកបណ្ដុះមួយពេងវាគឺដោយសារតែអ្នកខ្លាចថារាងកាយរបស់ខ្ញុំនឹងមិនអាចទ្រាំទ្របាននៅពេលត្រាំនៅលើវេទិកានេះខ្ញុំមិនចង់បានលុយមួយកាក់របស់អ្នកទេប៉ុន្តែបេះដូងរបស់អ្នកនឹងចងចាំជារៀងរហូតខ្ញុំទទួលយកប្រអប់ដាសាពណ៌បៃតងទាំងពីរនោះវាក្តៅជាងការទទួលយកកាត់ជូញញួនឲ្យទៅកុំខឹងកុំបន្ទោសម្ដាយខ្ញុំទ្រាំលេងបានពេលឃើញបរោះចំណាស់ហូបបាយថ្ងៃត្រង់ដើម្បីដុតខ្ញុំមិនអាចទ្រាំនឹងផឹកវាមុនពេលទៅឆ្នេរនេសាទនៅថ្ងៃក្តៅខ្ញុំបន្ទោសការិយាល័យសង្គមសម្រាប់អ្នកទាំងពីរកិច្ចសហប្រតិបត្តិការរបស់អ្នកពិតជាគ្រួសារមួយអ្នកក្លាហានណាស់ការជេរស្ដីបង្ហាញថាអ្នកមិនចាត់ទុកខ្លួនឯងជាអ្នកក្រៅខ្ញុំពិតជាចង់ក្លាយជាអ្នកក្រៅឥឡូវនេះពេលនោះម្ដាយនិងកូននឹងខិតខំដើម្បីលួងលោមអ្នកឲ្យត្រឡប់មកវិញឈូញញួនវីឡានេះគឺជាបន្ទប់រៀបការដែលខ្ញុំរៀបចំសម្រាប់អ្នកនឹងឆេងយ៉ាងទេខ្ញុំមិនអាចសុំឲ្យខ្ញុំធ្វើល្អជាមួយអ្នកបានទេវាមិនមែនសម្រាប់ហេតុផលនេះទេមកពីអ្នកមិនធ្វើដើម្បីផ្ទះទើបខ្ញុំហ៊ានធ្វើបែបនេះការឲ្យផ្ទះមនុស្សស្មោះមិនគ្រប់គ្រាន់ដើម្បីបង្ហាញពីអារម្មណ៍ខ្ញុំទេឈឺញួនចុះបើម្ដាយខ្ញុំពិតជាបង្កើតតូបត្រីថ្ងៃនេះយើងពិតជាគ្មានលុយទេតើអ្នកនៅតែសុខចិត្តបន្តជាមួយខ្ញុំទេខ្ញុំមិនដាក់ចម្លើយនៅក្នុងដៃម្ដាយរបស់អ្នកទេខ្ញុំចង់និយាយថាបាទសម្រាប់អ្នកផ្ទាល់ប៉ុន្តែការសន្និដ្ឋានគឺថាអ្នកត្រូវតែមានចិត្តស្មោះចំពោះមីងរបស់អ្នកនៅថ្ងៃអនាគតកុំទុកឲ្យខ្ញុំជាអ្នកក្រៅខ្វល់ជាងអ្នកហើយហៅខ្ញុំថាយាយកូនល្អខ្ញុំសប្បាយចិត្តជាងកិច្ចសន្យាដែលខ្ញុំបានចុះហត្ថលេខាអរគុណសម្រាប់ការពិនិត្យខ្ញុំកុំអួតពេកឆាប់តាមដែលអាចធ្វើទៅបានថាខ្ញុំនឹងរៀបការជាមួយអ្នកឬអត់គឺអាស្រ័យលើការសម្ដែងរបស់អ្នកចាប់ពីថ្ងៃស្អែកទៅខ្ញុំនឹងញ៉ាំអាហារយ៉ាងហោចណាស់3ពេលក្នុងមួយសប្តាហ៍ជាមួយម្ដាយរបស់ខ្ញុំនៅរដូវក្តៅខ្ញុំនឹងរំលឹកនាងជារៀងរាល់ថ្ងៃថាខ្ញុំមិនអាចធ្វើទឹកសន្តែកខ្ញុំនឹងមិនយល់ព្រមចំពោះការត្រួតពិនិត្យរបស់ខ្ញុំទេអ្នកទាំងពីរនឹងធ្វើម្ហូបឲ្យខ្ញុំនៅយប់នេះឈឺញួន Zheng Shao ឆេងយ៉ាងអាចលៀងនឹងកាត់បន្លែប៉ុន្តែចាប់ពីពេលនេះទៅ Get Schengen នឹងទទួលខុសត្រូវចំពោះការញ៉ាំអាហារជាមួយអ្នកជារៀងរាល់សប្តាហ៍អ្នកមិនត្រូវបានអនុញ្ញាតឲ្យធ្វើការដោះសារទេខ្ញុំសន្យានឹងគ្រួសាររបស់ខ្ញុំអ្នកអាចប្រាប់ខ្ញុំបានហួសហេតុពេកហើយដែលម្ដាយនេះធ្វើពុតជាក្រហើយចាំកូនប្រសាបើជួបមនុស្សស្រីដូចឆេញញួនតើអ្នកនឹងឲ្យនាងចូលទេ